ជំរាបសួរបងប្អូនថ្ងៃនេះអ្នកគ្រូចង់បន្ថែមពីលើការសិក្សាអត្ថនភាពជាមួយនឹងសង្គ្រាមនៃអាណាគមសាសនិទានណាអញ្ចឹងមុននឹងយើងឈានទៅដល់ក្នុងការសង្គ្រាមនៃអាណាគមសាសនិទានបងប្អូនត្រូវដឹងថាអាណាគមសាសនិទានគឺជាអាណាគមបែបម៉េចអូខេអញ្ចឹងអាណាគមសាសនិទានរបស់យើងគឺជាអាណាគមប្រភេទត្រូវទេអញ្ចឹងអាណាគមប្រភេទវាមានពហុធាតុរបស់វាដែលដើរតួជាភាគយកជាមួយនឹងភាគបែងរបស់វាក៏វាជាពហុធាតុដែរអញ្ចឹងនៅពេលដែលយើងចង់សិក្សាអត្ថនភាពជាមួយនឹងការសង្គ្រាមដំបូងបំផុតគឺយើងត្រូវទៅរកដែនកំណត់ឲ្យវាសិនអញ្ចឹងមានន័យថានៅពេលដែលយើងរកដែនកំណត់ហ្នឹងគឺដើម្បីដឹងថា x នៅក្នុងតម្លៃណាដែលយើងអាចយកវាមកប្រើបានឬក៏ x នៅក្នុងតម្លៃណាដែលយើងមិនអាចយកវាមកប្រើបាននៅក្នុងអាណាគមហ្នឹងណាអញ្ចឹងដោយសារវាជាអាណាគមពភាគអញ្ចឹងយើងធ្លាប់តែដឹងហើយថាអាណាគមពភាគគឺប្រភេទមានន័យលុះត្រាតែភាគបែងខុសពី0អញ្ចឹងរបៀបរកដែនកំណត់នៃអាណាគមពភាគហ្នឹងក៏ដូចគ្នាដែរគឺឲ្យភាគបែងរបស់យើងខុសពី0អញ្ចឹងភាគបែងរបស់យើងគឺ x បូក1នេះឲ្យវាខុសពី0រួចហើយយើងទាញរក x អញ្ចឹងអានេះនាំឲ្យ x របស់យើងបូក1រុញមកអង្គទី2បានដក1អញ្ចឹងនាំឲ្យ x របស់យើងគឺខុសពីដក1អញ្ចឹងអត្ថន័យឡើយហ្នឹងមានន័យថាដែនកំណត់នៃអាណាគមខាងលើហ្នឹងគឺយកពីដកអនន្តដល់បូកអនន្ត a ហ្នឹងគឺពីដកអនន្តដល់បូកអនន្តលើកឡើងតែមួយធាតុចេញដែលគេអត់យកវាមកប្រើបានសម្រាប់តម្លៃ x គឺដក1អញ្ចឹងដែនកំណត់របស់យើងគឺប៉ុណ្ណឹងដកធាតុដក1ចេញណាអញ្ចឹងហ្នឹងសម្រាប់ដែនកំណត់បន្ទាប់ពីរកដែនកំណត់ចូលដល់ limit ចុងដែនកំណត់នឹងអាស៊ីមតូតបាទអាចទាញរកអាស៊ីមតូតបានតែជាទូទៅអាណាគមពភាគបែបហ្នឹងគឺតែងតែមានអាស៊ីមតូត2យ៉ាងច្រើន2គឺអាស៊ីមតូតឈជាមួយនឹងអាស៊ីមតូតដេប៉ុន្តែវាបែងចែកទៀតបើអាណាគមសាសនិទានរបស់យើងវាមាន x របស់វាដូចក្រេតទី2អានឹងវាបែងចែកផ្សេងទៀតណាវាអាចអាស៊ីមតូតដល់ទៅ3អញ្ចឹងទៅអូខេឥឡូវយើងនិយាយលើអាណាគមសាសនិទានរបស់យើងដែលមាន x ដូចក្រេតទី1បែបនេះអញ្ចឹងវាមានអាស៊ីមតូត2ទី1គឺឈនិងដេអូខេអញ្ចឹងរបៀបរក limit វាអាស្រ័យទៅលើដែនកំណត់អញ្ចឹងយើងមើលលើដែនកំណត់វិញអញ្ចឹងដែនកំណត់របស់យើង a ហ្នឹងគឺតំណាងឲ្យបូកដកអនន្តណាអញ្ចឹង a ហ្នឹងគឺតំណាងឲ្យបូកដកអនន្តអញ្ចឹងកន្លែងបូកដកអនន្តហ្នឹងយើងសិក្សា limit បូកដកអនន្តដែរដក1នេះខាងក្នុងហ្នឹងគឺធាតុដែលយើងលើកលែងចេញហ្នឹងគឺក៏យើងត្រូវសិក្សា limit x ខិតទៅរកដក1ដែរណាអញ្ចឹងដំបូងយើងត្រូវទៅរក limit x ខិតទៅរកបូកដកអនន្តអញ្ចឹងកន្លែងហ្នឹងតាមពិតវាត្រូវសិក្សាផ្សេងគ្នា limit x ខិតទៅរកបូកអនន្តផ្សេង limit x ខិតទៅរកដកអនន្តផ្សេងនៃអាណាគម s នេះ x ហ្នឹងតែដោយសារតែអាណាគមសាសនិទានរបស់យើងលើក្រេតខាងលើ x ខាងក្រោមក៏ x វាខ្ពស់ជាងគេវាស្មើគ្នាណាមានន័យថាខាងលើលើក្រេតខ្ពស់ជាងគេគឺ x ខាងក្រោមលើក្រេតខ្ពស់ជាងគេគឺ x អញ្ចឹងលើក្រេតវាស្មើគ្នាអត់មានអានេះការ៉េអានេះ x ធម្មតាណាអញ្ចឹងលើក្រេតវាលើក្រេតទី1ដូចគ្នាអញ្ចឹងការសិក្សា limit x ទៅរកបូកដកអនន្តអាចដាក់ចូលគ្នាបានណាអញ្ចឹងនៅពេលដែលយើងកណនី limit បែបហ្នឹងយើងឃើញថាវាប្រភេទហើយយើងជួសអនន្តចូលប្រកាសជាចេញរៀង limit មិនកំណត់អនន្តលើអនន្តហ្នឹងហើយអញ្ចឹង limit រៀងមិនកំណត់អនន្តលើអនន្តយើងដោះស្រាយតាម limit រៀងមិនកំណត់អនន្តលើអនន្តហ្នឹងអញ្ចឹងដល់យើងទាញតួ x ដូចក្រេតខ្ពស់ចេញអាហ្នឹងរបៀបដោះស្រាយសម្រាប់រៀងអនន្តលើអនន្តទាញតួ x ដែលមានដូចក្រេតខ្ពស់ចេញអញ្ចឹង x ដែលមានដូចក្រេតខ្ពស់ចេញចាប់វាចេញមកក្រៅជាកតារួចហើយនៅសល់2ដាក់មកវិញដកជាមួយនឹង1វាអត់មានអីទេតែយើងទាញអីចេញយើងចែកវានឹងប៉ុណ្ណឹងទៅណាក៏ដូចគ្នាដែរខាងក្រោមទាញអីចេញអញ្ចឹងកន្លែងទីតាំងអីហ្នឹងមេគុណវា1អញ្ចឹងវានៅសល់1បូកជាមួយនឹងកន្លែង1នេះវាអត់មាន x អញ្ចឹងវាទាមទារឲ្យវាចែកនឹង x ណារួចហើយសម្រួល x ចោលអស់នៅសល់2ដកជាមួយនឹង1លើ x សល់1បូកជាមួយនឹង1លើ x ចំនួនចូលប្រភេទ1លើបូកដកអនន្ត1លើបូកដកអនន្តដូចគ្នាអញ្ចឹងឲ្យតែប្រភេទពេលយើងជំនួសអនន្តចូលមិនថាដកអនន្តឬបូកអនន្តនេះចេញ0ជានិច្ចអញ្ចឹងកន្លែងហ្នឹងវាសល់2ដក0កន្លែងនេះសល់1បូក0ណាអញ្ចឹងចែកមក2ចែកនឹង1បាន2អញ្ចឹងចម្លើយសម្រាប់ limit ហ្នឹងគឺឃើញ2នៅមួយទៀតគឺ limit x ទៅរកដក1ខាងឆ្វេងខ្ញុំអាចចែកឆ្វេងស្ដាំឲ្យហើយតែហ្មងណាដោយសារតែដែនកំណត់យើងមានអាដក1ចេញនេះអញ្ចឹងមានធាតុដក1ចេញនេះដែលបានមកពីការឲ្យភាគបែងខុសពី0នឹងទីរក x ខុសពីដក1អញ្ចឹងអាដក1នេះក៏យើងត្រូវសិក្សា limit របស់វាដែរអញ្ចឹងយើងបែងចែកឆ្វេងស្ដាំវាឲ្យហើយអញ្ចឹង limit របស់យើងគឺ limit x ទៅរកដក1ពីខាងឆ្វេងនៃអាណាគម s នេះ x មកប្រើរហូតសម្រាប់ limit ស្មើជាមួយនឹង limit x ទៅរកដក1អាណាគមយើងដាក់មកតែអានេះអត់មានរៀងទេជំនួសចូលធម្មតាដោយយើងជំនួសដក1ចូលទីតាំង x អាដកដែលនៅខាងលើដក1នេះយើងគិតតាមក្រោយណាអញ្ចឹងទីតាំង x យើងជួសវាដោយដក1ចូលសិនណាជួសវាចូលបានប៉ុណ្ណេះហ្នឹងណាប៉ុណ្ណេះ
ต่อมาទៀត2គុណនឹងដក1បានដក2ហើយដក1ឡើងដកម៉ាននេះមិនដក3តែខាងក្រោមនេះដក1បូក1មិនអញ្ចឹងជួដក1ជួឡើងអីទេណាអញ្ចឹងដក1បូក1មិន0អញ្ចឹងហេតុអីបានខ្ញុំដាក់ឡើងនេះ0ដកដឹងទេយើងអាចគិតបែបនេះសិនពេលយើងទូទាត់ជំនួសចូលហើយយើងទូទាត់តម្លៃហ្នឹងហើយយើងស្រាប់តែឃើញតម្លៃលេខលើ0អញ្ចឹងអាលេខលើ0វាដឹងតែចេញអាណន់ហើយព្រោះជាមួយចំនួនលើ0គឺអាណន់សម្រាប់ limit តែយើងចង់ដឹងអាកន្លែងនេះ0ដកឬ0បូកមកតង់ទៀតដើម្បីឲ្យដឹងថាវាចេញបូកអាណន់ឬក៏ចេញដកអាណន់ឲ្យប្រកបកន្លែងហ្នឹងណាអញ្ចឹងពេលហ្នឹងយើងចាប់ដើមទូទាត់លេខបន្តិចមានន័យថាយើងកំពុងតែសិក្សា limit x ទៅដល់ដក1អញ្ចឹងយើងសាកគិតមើលបន្ទាត់ចំនួនពិតយើងដក1នៅទីនេះខាងឆ្វេងដក1គឺដក2អញ្ចឹងមានន័យថា x របស់យើងខិតទៅរកដក1ពីខាងឆ្វេងអញ្ចឹងយកលេខដែលនៅខាងឆ្វេងដក1គឺលេខដក2នេះយកវាទៅជួសតាភាបែងបានហើយព្រោះអីយើងចង់ដឹង0នៅក្នុងភាបែងនេះតើវាជា0ដកឬ0បូកទេអញ្ចឹងជួសតាភាបែងបានហើយអញ្ចឹងកន្លែង x ហ្នឹងជួសវាដោយលេខដែលនៅខាងឆ្វេងដក1គឺដក2នេះជួសចូលទៅវាបានប៉ុណ្នេះអញ្ចឹងលទ្ធផលវាចេញដក1អញ្ចឹងគឺយកតែសញ្ញាលទ្ធផលនេះទេសញ្ញាវាចេញដកអញ្ចឹង0ហ្នឹងយើងអាចដាក់0ដកពីលើបានរួចហើយអាដកលើដកក្រោមនេះវាចែកគ្នាបានទៀតណាអញ្ចឹងអានឹងដកចែកដកបានបូកលេខលើ0បានអាណន់មួយវិញទៀតអូខេសម្រាប់ limit មួយទៀតគឺ limit x ទៅដល់ដក1ដែរតែខិតពីខាងស្ដាំវិញម្ដងមិនពីខាងឆ្វេងអញ្ចឹងពីរហ្នឹងត្រូវសិក្សាឆ្វេងស្ដាំឲ្យគេណាសម្រាប់ limit x ទៅដល់លេខនៃ x ដែលវាលើកឡើងឬក៏ x ដែលវាខុសពីមិនបាញ់មិនក្នុងដែនកំណត់មិនហ្នឹងនៃអនុគម i នៃ x ហ្នឹងស្មើជាមួយនឹង limit x ទៅដល់ដក1បូកខាងឆ្វេងខាងស្ដាំសំទោសមានន័យថា limit x ទៅដល់1ពីខាងស្ដាំអញ្ចឹងជំនួសចូលធម្មតាយកដក1ជួសចូលដក1ជួសចូលធម្មតាឲ្យចេញចម្លើយវាដូចគ្នាអញ្ចឹងគឺបានដក3លើ0ហើយយើងសិក្សាថា0ហ្នឹង0បូកឬ0ដកពីលើហ្នឹងអញ្ចឹងដោយសារវាខិតទៅដល់ដក1ពីខាងស្ដាំអញ្ចឹងគេគិតលេខនៅខាងស្ដាំដក1មានតែលេខ0ទេអញ្ចឹងណាបន្តចំនួនពិតយើងអញ្ចឹងយក0ជួសចូលពីបែងដដែលកន្លែង x ជួស0អញ្ចឹង0បូក1បានបូក1អញ្ចឹងសញ្ញាលទ្ធផលគឺឃើញបូកអញ្ចឹង0របស់យើងពេលហ្នឹងគឺ0បូកដែររួចហើយសញ្ញាដកចែកនឹងបូកគឺបានដកលេខលើ0គឺបានអាណន់អូខេបន្ទាប់ពីសិក្សា limit ហើយទាញអាស៊ីមតូតឲ្យគេណាដែនកំណត់របស់យើងមិនអស់ហើយ limit នៃ x ខិតចិត្តនៅលេខដែលនៅក្នុងដែនកំណត់យើងសិក្សាអស់ហើយអញ្ចឹងចាប់ដើមទាញរកអាស៊ីមតូតអញ្ចឹងដោយយើងឃើញថា limit ទី1គឺ limit x ទៅដល់បូកឬក៏ដកអាណន់នៃ x ចម្លើយចុងក្រោយយើងរកឃើញ2នោះបន្ទាត់គេអាចទាញបាន y ដែលស្មើនឹង2ស្មើនឹងចម្លើយហ្នឹងណានេះស្មើជាមួយនឹង2យើងគិតចឹងទៅក៏ងាយស្រួលចាំងាយស្រួលយល់ដែរ i នៃ x ស្មើនឹង2 i នៃ x ហ្នឹងនឹង y តែមួយអញ្ចឹងបន្ទាត់ដែលយើងទាញបានគឺ y ស្មើ2ហ្នឹងគឺជាអាស៊ីមតូតដេកចាំ y ដើរទៅជាអាស៊ីមតូតដេក x ដើរទៅជាអាស៊ីមតូតឈរវាផ្ទុយជាមួយនឹងអរបស់វាបើ y វាអឈរអញ្ចឹងហ៎ចេះប្លង់ coordinate អឈរប៉ុន្តែដល់ពេលវាជាអាស៊ីមតូតវាអឈរហើយវាដេកសម្រាប់ y បន្តទៅទៀតដោយ limit របស់យើង x ខិតទៅដល់ដក1នៃ នេះ x ចេញមកបានបូកអាណន់និង limit មួយទៀត x ទៅដល់ដក1ខាងស្ដាំនៃ នេះ x ចម្លើយចេញមកបានដកអាណន់ណាចម្លើយរបស់វាឆ្វេងស្ដាំគឺចេញប្រភេទពួកអាណន់ដូចគ្នាវាខុសត្រង់មួយចេញបូកមួយចេញដកតែប៉ុណ្្នឹងឯងអញ្ចឹងឲ្យតែប្រភេទបែបហ្នឹងក៏អាចទាញរកអាស៊ីមតូតបានដែរណាអញ្ចឹងមានន័យថារវាងចុង x ខិតចិត្តជាមួយនឹងចុងចម្លើយរវាងពីរហ្នឹងត្រូវមានមួយអាណន់បើមានមួយអាណន់ហើយអាមួយដែលដើរតួជាលេខហ្នឹងគឺជាអាស៊ីមតូតហើយន័យថាបើយើងទៅសេ x ស្មើជាមួយនឹងដក1បូកលើដកលើហ្នឹងគឺវាចូលក្នុងហ្នឹងហើយអញ្ចឹងវាជាបន្ទាត់ហ្នឹងគឺបន្ទាត់ដើរតួជាអាស៊ីមតូតចាំ y ដើរតួជាអាស៊ីមតូតដេក x ដើរតួជាអាស៊ីមតូតឈរវាផ្ទុយជាមួយនឹងប្លង់ coordinate របស់យើងដែល y ដើរតួជាអាស៊ីមតូតឈរដើរតួជាបន្ទាត់ឈរ x របស់យើងដើរតួជាបន្ទាត់ដេកពេលវាខ្លាយជាអាស៊ីមតូត y មិនឈរទៀតទេ x ក៏មិនដេកទៀតដែរគឺវាបដូរផ្លាស់គ្នាវិញវាទៅជា x ឈរអាស៊ីមតូតឈរវិញ y ទៅជាអាស៊ីមតូតដេកវិញបន្តទៅមុខទៀតគឺបន្ទាប់ពី limit ហើយអាស៊ីមតូតហើយយើងចាប់ដើមសិក្សាទិសដៅអធិរភាពអញ្ចឹងទិសដៅអធិរភាពគឺគេសំដៅទៅលើ derivative អតិអបតារាងអធិរភាពនៅក្នុងនេះអញ្ចឹងគឺយើងត្រូវយកអនុគមសន្និដ្ឋានរបស់យើងនឹកទៅ derivative អញ្ចឹងមានន័យថាយើងយកប្រភេទរបស់យើងហ្នឹង derivative អញ្ចឹងការ derivative ប្រភេទយើងដឹងហើយរូបមន្តរបស់វាគឺ Euler wave អញ្ចឹង Euler wave ហ្នឹងគឺមានន័យថា Euler' គុណ 1v
đọ cho mùi nâng ôi ọt prim tế con cho mùi nâng về prim chay cho mùi nâng về cả rể chẳng ôi prim dương prim ếch so pi chẳng ấy prim ếch mình mùi con nông pi bàn pi prim mùi bao giờ nhấtคือbàn sâu chẳng là đi sâu nó hay chẳng là đi so pi con cho mùi nâng ta ếch bộ mùi nâng đã màu bên trái xem tế và to mà tiết ta ếch đọ ếch ta pi ếch đọ cho mùi nâng mùi ní cho mùi nâng ta ếch bộ mùi prim ní chẳng dương prim mà ta ếch bộ mùi nâng xem tế ếch bao giờ prim cứ bàn mùi prim lệch bao giờ cứ bàn sâu chẳng như từ tụ bàn vào này và to bao giờ chập đóng con liệt pi con nâng pi con nâng mùi bàn bộ pí với kia anh ấy dương con pi chùm mùi nâng mùi bàn pi từ đáy con chùm độ mùi chùm mùi nâng mùi bàn độ mùi đá với hai dương con nhà độ đây là khoảng một vùng cái chỗ cho hoàng khăn mắt chẳng như từ tụ bàn lật tập hỏi nè pi bộ nâng pi nhà độ một vùng cái chỗ mấy dương con chỗ bàn độ pi độ và độ bàn bột muối đặc biệt màu vàng ở máu và to mà tiết là pH ní mùi pH ní độ ní ó nó so pi cho mùi nồng muối sự nhà bột đi cái bột trục cái bàn bảy phía bay nơi tại đại bảy bảy biết nè to máu dương sừng cây thiên hạ đây là bài bao nhiêu nhẹ dương khơi như chị anh là cung sản tiền rái bàn tay anh là cung sản tiền bao nhiêu thằng phi dốc vì chỉ chủng vật hàng phía bay vì cứ chỉ phụ thì chắc ai chủng môn vật bao nhiêu đấy cứ sự nhà bao nhiêu về chủng miền nàyคือnhéจำนายอาบหุที่ทางกลางบ่เยอะนี่วิวเอากระไรซึ่งทำได้กันนะจำนวนมวยเดวิวจีตำรงกระไรคือตัวใบจีจึงตัวต้นเลยขังน้องจำนวนอันใดประมาณโจวิจินอาบจุเมียนกระดาวโฟลึกจีกระไรก็เวในแต่บจุเมียนnàyจังยังอาตีนบานดาวปลาเบียอัดบกมวยโอกระไรทงจึงโซนนุยังตีนบานไอเปรมเด็กยกสัญญาตามใบบ่เยอะวิสัญญาทงจึงโซนได้จังเมียนในทางยังตีนบานไอเปรมเด็กบ่เยอะนั่งก่อทงจึงโซนได้và to từ tiếtยิ่งจับดำซองต่างเทียบเพียบจังมีในท่าอะไรไอพริมเอ็กบ้ายังใบมาเนี่ยยังอันเมียนตีนี่เราดำไหลเอ็กเคยนี่อะไรนั่งได้saiยังดังวิทงจึงโซนเอาให้นะใบบ้ายังนั่งก็ทงจึงโซนnàyตัวใบยังจังตีเราดำไหลเอ็กมีในท่ายังไอพริมเอ็กบ้ายังนั่งสมาร์ทโซนตีเราเอ็กนั่งก็เราเคยง่ายได้saiแต่ไปยังเอาวิสมาร์ทโซนยังสาสมัยไรเนี่ยเอาวิสมาร์ทโซนจังอันนี้เพียบใบบ้ายังคนมือโซนอ๋อจังมีในซอฟใบสมาร์ทโซนเปิดอดเปิดได้จังไงจังการนั้นมันเปิดcứ miền này thà ai prim để giờ nhà tam này còn chắc mấy con bao nhiêu nó cứ bay năng cái đài do ta mà năng đài bay không chịu sầu chắc nhà là bao ai prim nó cứ không chịu sầu miền này thà bây giờ đặt răng thì được khi bài đi máu hàng lứa chu đi hàng lứa xong đập đan cầm nọt chắc đan cầm nọt chứ do bị độ nó bột của nó lướt lên độ mùi trình nhé cho nó cho bông đây dừng ra đan cầm nọt rồi mà tiết ai prim để nhưng anh mình rơi để sang những đăng sử nhà biết thông chừng sâu hơn hỏi trong anh mình rơi tới giặt cho lọ mà độ mũi đi vì đau tôi chỉ rơi rồi bỏ ai prim nắng ọt mẹ đấy nè vì độ mũi vì chỉ đang cầm nọt tiền chẳng là đang cầm nọt rồi lấy để chỉ đang cầm nọt khu của tốt vì trong số khảo mà lực lên tàu phê của anh này nè chẳng quên nắng sử nhà rồi bỏ ai prim chừng nắng ấy do sử nhà thông chừng sâu mạnh mẽ nhẹ này thông chừng sâu nên đây sử nhà bầu chẳng là nắng đã bột tổng pì và to mà tiết xong ra chua đê tỷ bấy cả lòng tỷ bấy xong gặp ai này ai bao nhiêu anh là cùng đó cứ pruin bao nhiêu mơ tam gì nha ai prim thằng lừa bảo việc bốc pruin vi lang chẳng mà việc bốc pruin bao vi lang lừa chẳng mà đó mà tiết dương mơ từ lỡ limit extra đỏ non limit extra đỏ non là bộ nón dương mình sặc xa châu kia chẳng này chẳng limit bao nhiêu lại nhắn cứ dương sặc xa khơi pi xong lão việc pi để đào tôi chia xem tàu điện nữa chứ trong lão vì nắng cứ do vì mà đặt thì tăng lại nằng mình ra hay trao thế lại bộ của nó tôi dừng rồi khuyên pi cho mùi đỏ nó nằng đáy đặt thì tăng lại limit ấy cái độ bộ của nó trong lão vì khuyên pi nằng rồi mới dừng từ mơ độ mùi vì hàng xoay miền này từ mơ limit ấy cái độ mùi vì hàng xoay chẳng miền này thay lấy những cái đầm lấy được bỏ limit hàng xoay độ mùi đầm lấy limit được bỏ hàng xoay độ mùi dừng rồi khuyên ní xoay độ mùi nhé bên đây tha sẽ nhà độ bị lừa độ mùi nằng nắng xoay độ mùi sẽ nhà nắng cứ bị chẹt xoay nhé sẽ nhà độ nắng á chẳng làm nói với những rồi khuyên bộ của nó là mùi tiết những rồi khuyên độ nó là càng bộ chẳng những gió đầm lay để những rồi khơi những do vì mà đặt không tà ráng thê được kia bao dương bài mà nằng đã trâu tí tăng với bàn trâu đá nắng chẳng xoay càng xoay độ muối những rồi khuyên bộ của nó đã bộ của nó hàng sẽ làm độ muối vì rồi khuyên đỏ nón đã đỏ nón chắc vì tâm trái vì làm bị pi từ đỏ bộ của nó vì làm bị đỏ nón từ đỏ pi giật cho mà này đã đỏ nó thấy nè bây mình đây làm bị pi từ đỏ nón này đỏ nón tiêu bóng phật đây việc ai
មានអីឡើងទៅរកវាទេមានតែវាឡើងទៅរកគេចឹងអាណាគមរបស់យើងហ្នឹងអត់មានអតិអបៈអីយើងមើលព្រួយវាឡើងចឹងមកអញ្ចឹងអាហ្នឹងជាអាណាគមកើនឆ្លើយបែបហ្នឹងវិញកាលណាយើងរកអតិអបៈអត់មានន័យថាបើព្រួយវាចុះទាំងអស់គ្នាអញ្ចឹងឆ្លើយវាថាជាអាណាគមចុះចឹងមកអូខេបន្តទៀតតើតើជាមួយនឹងចំណុចប្រសពរវាងអទាំងពីរណាអញ្ចឹងចំណុចប្រសពរវាងអទាំងពីរហ្នឹងគឺx prime x ដែលដើរទៅជាabscissa របស់យើងហ្នឹងអញ្ចឹងx prime x គឺមានន័យថាគេចង់ដឹងថាអានុគមរបស់យើងហ្នឹងឬក៏ខ្សែកោងរបស់យើងដែលដំណើរក្រាបផ្សេងហ្នឹងតើវាប្រសពជាមួយនឹង x តម្លៃ x ត្រង់ x ស្មើប្រមាណអញ្ចឹងបើចង់ដឹងតម្លៃ x ស្មើប្រមាណតតែយើងឲ្យ y របស់យើងស្មើ0សិនទើបយើងអាចទាញរក x ឃើញណាអញ្ចឹង y របស់យើងគឺអានុគម i នៃ x ហ្នឹងតែមួយអញ្ចឹងមានន័យថាឲ្យអានុគម i នៃ x ហ្នឹងប្រមាណហ្នឹងស្មើជាមួយនឹង0រួចឲ្យគុណខាងភាគបែងជាមួយនឹង0អស់ណាបន្តមកទៀតអានេះ0គុណជាមួយប្រមាណខាងកតុយនេះក៏នៅតែ0ដែរ0គុណនឹងចំនួនប្រមាណក៏នៅតែ0ដែរលើកលែងតែអាណន់ក្នុងលីមីតអានឹងឬមិនកំណត់ដែរចាអានឹងគុណមក0អស់អញ្ចឹងតបមកដក1របស់យើងបោះមកអង្គទី2បាន1រួចហើយមេគុណ x របស់យើងនេះ2រួចមកចែកអញ្ចឹងវាទៅជា1ចែកជាមួយនឹង2អញ្ចឹងចម្លើយរបស់ x របស់យើងពេលហ្នឹងគឺឃើញកន្លះចែកវាឲ្យចេញទស្សភាគឬក៏ដាច់តាមជាក់ស្ដែងទៅព្រោះអានេះយើងត្រូវសង្ក្រាបយកតម្លៃវាទៅសងបន្តមកទៀតចំណុចប្រសពទី2គឺសម្រាប់ក្រាបផ្សេងរបស់យើងហ្នឹងប្រសពជាមួយនឹង y prime y អញ្ចឹងមកចង់រកចំណុចប្រសព y prime y មានន័យថាគេចង់ដឹងអានុគម s នៃ x របស់យើងហ្នឹងថាតើវាកាត់ជាមួយនឹង y របស់យើងកាត់តម្លៃលេខត្រង់កន្លែងប៉ុន្មានអញ្ចឹងមានន័យថាតតែយើងឲ្យ x របស់យើងស្មើ0សិនទើបនៅសល់តែ y ដែលយើងចង់បានមានន័យអញ្ចឹងណាអញ្ចឹងពេលហ្នឹងយើងត្រូវឲ្យ x ស្មើ0អញ្ចឹងសមមួយជាមួយនឹង y គឺអានុគម i នៃ x គេឲ្យមកហ្នឹងស្មើនឹង 2x ដក1ប៉ុន្តែកន្លែង x ហ្នឹងជំនួសវាដោយ0ហើយអាក្រមដូចគ្នា x បូក1ជួកន្លែង x ហ្នឹងជួសដោយ0រួចហើយ2គុណនឹង0 2ដក1សល់ដក1អាក្រម0បូក1សល់1ដក1ចែក1បានដក1ដែរចាប់ដើមសង្ក្រាមត្រង់ចំណុចសង្ក្រាមហ្នឹងយើងចង់សង្ខេបមកវិញអញ្ចឹងក៏បានអត់ក៏បានដែរសាច់ចិត្តតែប៉ុន្តែយល់ល្អគួរតែសង្ខេបទៅដើម្បីងាយស្រួលស្រង់សង្ក្រាបរបស់យើងណាអញ្ចឹងការសង្ខេបរបស់យើងđangកំណត់បែបសង្ខេបឯងមើលបើមានអាស៊ីមតូតសង្ខេបអាស៊ីមតូតឲ្យអស់មកអាស៊ីមតូតយើងមានអាដេជាមួយនឹងអាឈរដាក់វាមករួចហើយចំណុចអតិអបៈមានអត់បើវាអត់មានទេមិនបាច់ដាក់មកទេចូលដល់ចំណុចប្រសពអញ្ចឹងវាមាន3ចំណុចហ្នឹងដែលយើងត្រូវសង្ខេបដើម្បីសង្ក្រាបទី1អាស៊ីមតូតបើមានដាក់មកទី2អតិអបៈបើមានដាក់មកទី3គឺកន្លែងចំណុចប្រសពគឺសំខាន់បំផុតគឺ3កន្លែងហ្នឹងបន្តមកនៅប្រសពយើងដាក់កាត់ទៅចម្លើយចុងក្រោយយើងឃើញប្រមាណ x ឬក៏ y យើងដាក់តាមជាក់ស្ដែងមកប្រសពមួយ x ប្រកាសជាតម្លៃ x ដែលយើងរកបានហើយដាក់មក y បើវាប្រសពមួយ y មានន័យថាតម្លៃ y ដែលយើងរកបានគឺយើងដាក់មកអញ្ចឹងមានតែ4ចំណុចហ្នឹងទេដោយសារវាអត់មានអតិអបៈអញ្ចឹងយើងក៏អាចសង្ក្រាបរបស់វាបានដែរចាប់ដើមសង្ក្រាបអញ្ចឹងក្នុងការសង្ក្រាបរបស់យើងគឺដំបូងឡើយយើងដឹងហើយប្លង់កូអ៊ីឌីណេតរបស់យើងមាន y prime x prime របស់យើងហ្នឹងអញ្ចឹងណារួចហើយយើងដើរចំណុចដែលដើរតួជាតម្លៃរបស់អាស៊ីមតូតមួយសិនអញ្ចឹងអាស៊ីមតូតរបស់យើងគឺមានអាស៊ីមតូត d y ស្មើ2អញ្ចឹងណាអញ្ចឹងយើងដើរមក1 2អញ្ចឹងគូបន្ទាត់កាត់លេខ2ហ្នឹងមកវាចេញអាស៊ីមតូត d ចាអញ្ចឹងយើងដាក់ពីលើហ្នឹងផង y ស្មើ2ជាអាស៊ីមតូត d ចាណាតបមកមួយទៀត x យើងរកឃើញស្មើជាមួយដក1ដើរតួជាអាស៊ីមតូតឆអញ្ចឹងយើងដើរលើ x ដក1នៅខាងឆ្វេងយើងដាក់ខាងឆ្វេងដែរអញ្ចឹងគូបន្ទាត់កាត់នឹងដក1ឲ្យត្រង់មកអញ្ចឹងចេញអាស៊ីមតូតឆអញ្ចឹងដាក់កំណត់សម្គាល់ផង x ស្មើនឹងដក1ជាអាស៊ីមតូតឆបន្តមកទៀតចំណុចប្រសពយើងរកឃើញនេះមកមើលចំណុចប្រសពរបស់យើងវិញ x ស្មើ 0.5 ឬមានន័យថា x ស្មើកន្លះ y ស្មើដក1អញ្ចឹង x របស់យើងស្មើ 0.5 y របស់យើងស្មើជាមួយនឹងដក1កន្លែងនេះ y ដក1 x 0.5 ហ្នឹងចុចបានពីចំណុចហ្នឹងណាបន្តមកទៀតពេលយើងសង់ខ្សែកោងសង់យ៉ាងម៉េចយើងមើលទៅលើតារាងអធិរភាពតើខ្សែយើងរូបរាងរបស់វាបែបម៉េចយើងមើលពីឆ្វេងមកស្ដាំមើលព្រួយមើលលើព្រួយក្នុងតារាងអធិរភាពអញ្ចឹងពីឆ្វេងមកស្ដាំវាឡើងពី2ទៅរកបូកអាណនតែវាអត់ឡើងដល់អាស៊ីមតូតឆដក1នឹងទេ
chẳng sai bao nhiêu có đôi khi đài nhưng sang asymptote ấy ở hái nhưng có tranh miến asymptote cho asymptote đầy năng hái chẳng sai cao bao nhiêu bị chơi mấy cứ can pi năng cứ can pi vật toát asymptote đầy bao nhiêu y mà pi năng chẳng can pi lang từ lỡ từ đó bộ nón tay ở ao cát asymptote cho mùi năng tê lỗi không tràng thêm phía bao nhiêu vì ọt cát vì ọt đỏ pruin bao nhiêu ọt đỏ lạnh độ mùi năng tê và tôi mà tiết hàng sẵn nên hay thay vì miên mà bà lọ mùi tiết ạ tàng thay được phía bao nhiêu nước mình mà bà lọ tiền bánh bánh nhất cứ viên nơi hàng sẵn asymptote cho muối độ muối chẳng vì can bị đỏ nón cứ can bị cao màu với từ đó lịch pi nó cứ việc đỏ pi nó cứ chỉ asymptote đê gì chẳng việc đỏ thế chẳng đăng tà biết can bị đỏ nón từ đó pi chẳng miền này thay chấm nói để dân đa ban pi chấm được phải xong mà nhẹ chóp như mà can bị đỏ nón cứ can bị cao máu khơi viên nơi hàng sẵn độ muối tuột độ muối nó cứ asymptote cho mà nhé chẳng vì cao hơn quá từ cắt chấm được phải xong từng pi để dân đa bán đó cắt tới lang từ đó pi mà pi nâng ta đói bơ hết nè anh ấy gọi đói bơ đây chắc trong nó này crab bao nhiêu cứ phải xong như cứ ở tận đây nó bên này phần này về dương rồi bao miền trong này và sót cứ bên này thật xa trong bao nhiêu việc và cắt chỉ cú tất cắt cái lạnh trong một sọt nâng hào hỏi chám mà xin tốt mà ai cắt bàn đây không cả này lực lớn cứ là xin tốt đấy ai cắt bàn tay nó việc tự ra một phép và thiên của một hạt đại tiền có con